សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកខ្លះៗអំពីអត្ថន័យរូបសញ្ញា logo ប្រចាំឆ្នាំព្រះមហាករុណាธิគុណនៃព្រះសហគមន៍កាតូលិកឆ្នាំ2025ហើយអ្នកនរគ្នាស្គាល់ Luce Sin Fe ជាមួយ Sky ហើយឬនៅបើមិនទាន់ស្គាល់ទេតោះទៅស្គាល់ពួកគាត់ជាមួយនឹងខ្ញុំព្រះអង្គស្រឡាញ់ដូចសូមគ្រោមនុស្សលោកក្រុមជាងគ្រប់សាហើយទ្រង់ក៏បានគង់នៅជាមួយយើងដែរគុំអស់សង្ឃឹមជីវិតយើងមានដំណ័យគុំបរាជ័យនៅក្នុងជីវិតយើងអត្ថន័យរូបសញ្ញា logo និងរូបតុក្កតា mascot នៅក្នុងឆ្នាំព្រះមហាករុណាธิគុណឆ្នាំ2025នេះជារូបសញ្ញាឬក៏ logo ប្រចាំឆ្នាំព្រះមហាករុណាธิគុណឆ្នាំ2025ដែលយើងមានប្រធានបទបូជនីយេនៃសេចក្តីសង្ឃឹមនៅក្នុង logo របស់យើងនៅត្រង់ចំណុចកណ្ដាលយើងមានរូបមនុស្ស4ពណ៌ហើយអោបគ្នាជាជួរដែលរូបមនុស្ស4ពណ៌អោបគ្នាជាជួរនេះគឺតំណាងឲ្យមនុស្សមកពីមុំទាំង4ឬក៏ទិសទាំង4នៃពិភពលោកហើយម្នាក់ៗអោបគ្នាជាជួរគឺដើម្បីបង្ហាញពីសាមគ្គីភាពភេទរភាពដែលគួរបង្រួមគ្រប់ជាសាសឲ្យទៅជាធ្លុងតែមួយហើយនៅខាងមុខគេយើងឃើញមានរូបមនុស្សកំពុងតែកាន់ឈើឆ្កាងឬក៏អោបឈើឆ្កាងដែលនេះគឺជាសញ្ញាបង្ហាញនៃជំនឿនិងសេចក្តីសង្ឃឹមដែលយើងតែងតែអោបជាប់ដែលមិនអាចបោះបង់ចោលបានឡើយពីព្រោះយើងម្នាក់ៗត្រូវការសេចក្តីសង្ឃឹមជានិច្ចពិសេសនៅក្នុងគ្រាលំបាកដែលយើងត្រូវការបំផុតនិយាយពីឈើឆ្កាងហើយឈើឆ្កាងនេះមានលក្ខណៈពិសេសគឺមិនមែនជាឈើឆ្កាងដែលនៅត្រង់លាតឆ្កឹងទេប៉ុន្តែគឺជាឈើឆ្កាងដែលអាចបត់ចុះក្រោមឆ្ពោះទៅរកមនុស្សជាតិមិនមែនត្រឹមតែមនុស្សយើងអោបឈើឆ្កាងគេប៉ុន្តែឈើឆ្កាងក៏បានកោងទៅរកមនុស្សផងដែរដោយឈើឆ្កាងនេះមិនទុកឲ្យមនុស្សនៅតែឯងទេហើយលាតសន្ធឹងទៅដល់ពួកគេដើម្បីផ្ដល់នូវភាពប្រកបប្រជានៃវត្តមានរបស់ឈើឆ្កាងនិងសុវត្ថិភាពនៃសេចក្តីសង្ឃឹមឯចំណុចខាងក្រោមឈើឆ្កាងយើងមានឃើញរូបសញ្ញាជាយុទ្ធការនៅផ្នែកខាងក្រោមនៃឈើឆ្កាងជានិមិត្តសញ្ញានៃសេចក្តីសង្ឃឹមដែលបង្ហាញពីដំណើររបស់អ្នកធ្វើបូជនីយចរមិនមែនជាកិច្ចការបុគ្គលតែម្នាក់ទេតែជាសកម្មភាពរួមដោយសារយុទ្ធការភាគច្រើនគឺយើងប្រើប្រាស់នៅលើទូកឬក៏កប៉ាល់ដែលជាទូទៅជាការធ្វើដំណើររួមគ្នាជាក្រុមសញ្ញាទឹករលកបក់ខ្លាំងនៅខាងក្រោមសញ្ញាទឹករលកបក់ខ្លាំងនេះគឺតំណាងឲ្យសេចក្តីពិតមួយនៅក្នុងបូជនីយចរនៃជីវិតរបស់យើងមិនមែនប្រកបទៅដោយភាពរលូនដូចទឹកស្ងប់នោះទេតែច្រើនដងយើងនឹងជួបប្រទះនៅព្យុះភ្លៀងនៅក្នុងជីវិតរបស់ពួកយើងហើយនៅជុំវិញរូបសញ្ញាទាំងអស់នោះយើងមានអក្សរផ្នែកខាងលើគឺឆ្នាំព្រះមហាករុណាธิគុណនៅខាងក្រោមរូបសញ្ញាទាំងអស់នេះយើងមានពាក្យមួយឃ្លាថាបូជនីយេនៃសេចក្តីសង្ឃឹមដែលនៅផ្នែកខាងក្រោមនៃរូបសញ្ញាគឺជាបាវវចនានៃឆ្នាំព្រះមហាករុណាธิគុណឆ្នាំ2025ហើយសរសេរដោយពណ៌បៃតងដែលជាពណ៌នៃសេចក្តីសង្ឃឹមក្នុងព្រះសហគមន៍កាតូលិករបស់យើងនិយាយអំពីអត្ថន័យរបស់រូបតុក្កតាឬក៏ mascot ប្រចាំឆ្នាំព្រះមហាករុណាธิគុណវិញចំពោះរូបតួអង្គសំខាន់យើងមាន4នេះគឺជាតួអង្គនីមួយៗរបស់តុក្កតាប្រចាំឆ្នាំព្រះមហាករុណាธิគុណឬក៏ mascot ប្រចាំឆ្នាំព្រះមហាករុណាธิគុណយើងមានក្មេងស្រីពាក់កៅអៅភ្លៀងពណ៌លឿងគឺ Luce ក្មេងប្រុសពាក់កៅអៅភ្លៀងពណ៌ខៀវឈ្មោះ Sky ក្មេងស្រីពាក់កៅអៅភ្លៀងពណ៌បៃតងឈ្មោះ Sin និងក្មេងប្រុសពាក់កៅអៅភ្លៀងពណ៌ក្រហមឈ្មោះ Fe ហើយក្រៅពីមនុស្សកូនក្មេងប្រុសស្រីទាំង4នាក់នោះយើងមានទេវទូតឈ្មោះ Yubi យើងមានព្រាបឈ្មោះ Ora ជាមួយនឹងកូនឆ្កែឈ្មោះ Santinoតួអង្គ Luce ឬក៏ Luz ឬក៏ Lucy មានន័យថាពន្លឺហើយមានពណ៌សម្បុរពណ៌សដែលគេអាចសន្មតថាចំណាំមកពីប្រជាជននៅផ្នែកអឺរ៉ុប Luce មានសម្លៀកបំពាក់ពណ៌លឿងដែលជាពណ៌តំណាងឲ្យបូរីវ៉ាទីកង់ហើយជាពណ៌តំណាងឲ្យសេរីរុងរឿងនៃព្រះជាម្ចាស់ Luce មិនដែលធ្វើដំណើរតែម្នាក់ឯងទេតែងតែធ្វើដំណើរជាមួយកូនឆ្កែមួយឈ្មោះថា Santino ហើយរូប Luce ជាមួយកូនឆ្កែ Santino នេះគឺប្រៀបបានជាមួយនឹងសន្តៈរុក្ខូដែលរូបតំណាងឲ្យសន្តៈរុក្ខូតែងតែមានរូបសន្តៈរុក្ខូនៅជាប់ជាមួយនឹងកូនឆ្កែមួយហើយសន្តៈរុក្ខូនេះផងដែរគឺជាអ្នកថែរក្សាបូជនីយេតួអង្គ Sky មានន័យថាមេឃហើយតួអង្គ Sky នេះមានសម្បុរស្រគាំឬខ្មៅហើយតួអង្គ Sky នេះគឺអាចសន្មតថាគឺបង្ហាញពីប្រជាជនដែលមកពីតំបន់អាហ្វ្រិក Sky ពាក់អាវភ្លៀងពណ៌ខៀវដែលជាពណ៌តំណាងឲ្យព្រះនាងម៉ារីហើយ Sky មានលក្ខណៈពិសេសគឺមានពាក់វ៉ែនតាជាមួយនឹងកាន់ហ្គីតាតួអង្គ Sin ជាក្មេងស្រីដែលមានសម្បុរពណ៌លឿងដែលគេសន្មតថាអាចតំណាងឲ្យប្រជាជនដែលមកពីតំបន់អាស៊ីជាមួយនឹងអូសេអានី
លក្ខណៈពិសេសរបស់ស៊ីនគឺមានពាក់កាបូបរូបខ្លាឃ្មុំឯដំបងមានផ្កាសាគូរ៉ាចងនៅជាប់ជាមួយតួអង្គហ្វេគឺជាក្មេងប្រុសដែលមានសម្បុរក្រហមដែលគេសន្មតថាតំណាងឲ្យប្រជាជនដែលមកពីតំបន់ទ្វីបអាមេរិកទាំងខាងជើងនិងខាងត្បូងហ្វេពាក់អាវភ្លៀងពណ៌ក្រហមដែលជាពណ៌តំណាងឲ្យសេចក្តីក្លាហានព្រះលិខិតព្រះគ្រីស្ទនិងបង្ហាញពីមរណៈស័ក្តិសិទ្ធិលក្ខណៈពិសេសរបស់ហ្វេគឺហ្វេមានពាក់កតាបនិងមានព្រះគម្ពីរនៅក្នុងខោប៉ៅបើយើងក្រឡេកទៅមើលពណ៌ខោអាវភ្លៀងដែលក្មេងៗទាំង4ពាក់ធៀបគ្នាជាមួយនឹងរូបមនុស្សដែលនៅកណ្ដាលរូបសញ្ញាឬក៏ logo ប្រចាំឆ្នាំព្រះមហាក្សត្រគុណគឺដូចគ្នាយើងមានពណ៌ខៀវបៃតងលឿងនិងក្រហមលក្ខណៈពិសេសជារួមរបស់តុក្កតាទាំង4តុក្កតាទាំង4មានពាក់អាវភ្លៀងរបស់នាវិកដែលតំណាងឲ្យការធ្វើដំណើរឆ្លងកាត់ព្យុះភ្លៀងការពាក់អាវភ្លៀងនេះគឺបញ្ជាក់ថាពួកយើងម្នាក់ៗត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរដើម្បីឆ្លងកាត់ឧបសគ្គទាំងឡាយនៅក្នុងជីវិតលក្ខណៈពិសេសទី2គឺកែវភ្នែកដែលមានពន្លឺក្នុងកែវភ្នែកតុក្កតានីមួយៗមានពន្លឺ2ប្រភេទគឺពន្លឺនៅខាងលើជាមួយនឹងពន្លឺខាងក្រោមដែលមានលក្ខណៈរាងដូចសម្បកក្រុមដែលពន្លឺខាងលើនេះគឺតំណាងឲ្យពន្លឺនៃព្រះជាម្ចាស់ហើយនឹងតំណាងឲ្យការធ្វើដំណើរឆ្ពោះទៅរកពន្លឺនោះចំណែកឯពន្លឺដែលមានរាងសម្បកក្រុមគឺតំណាងឲ្យការតស៊ូនៅក្នុងជំនឿក្នុងនាមយើងជាគ្រិស្តបរិស័ទដោយសារតែសម្បកក្រុមគឺតំណាងឲ្យអគ្គសញ្ញាជ្រមុតទឹកចំពោះគ្រិស្តបរិស័ទចំពោះតុក្កតាទាំង4ទោះបីគាត់មានលក្ខណៈពិសេសរៀងៗខ្លួនប៉ុន្តែអ្វីដែលគាត់មានភាពជារួមមួយទៀតនោះគឺពួកគាត់ម្នាក់ៗតែងតែកាន់ដំបងដែលដំបងនេះគឺតំណាងឲ្យការជំរុញលើកទឹកចិត្តក្នុងការធ្វើដំណើរបូជនីយចរយ៉ាងសប្បាយរីករាយនិងឆ្ពោះទៅជីវិតអកលជានិច្ចទោះបីយើងមានភាពលំបាកយ៉ាងណាប៉ុន្តែដំបងនេះគឺប្រៀបដូចជាការជួយលើកទឹកចិត្តយើងឲ្យបន្តដំណើរទៅមុខទៀតតុក្កតាទាំង4នៅលើករបស់ពួកគាត់មានពាក់ផ្គាំប៉ុន្តែមិនមែនជាផ្គាំធម្មតាប៉ុន្តែជាផ្គាំនៃសាសនាទូតដែលផ្គាំនៃសាសនាទូតនេះគឺតំណាងឲ្យជីវិតសាមញ្ញរបស់គ្រិស្តបរិស័ទដែលពោរពេញទៅដោយការអធិដ្ឋានជាប្រចាំនិងតំណាងឲ្យអត្ថន័យនៃបេសកកម្មរបស់យើងម្នាក់ៗជាគ្រិស្តបរិស័ទប្រៀបបានដូចជាសាសនាទូតរបស់ព្រះជាម្ចាស់ដើម្បីនាំដំណឹងល្អទៅកាន់មនុស្សទាំងឡាយទូទាំងសកលលោកបើយើងក្រឡេកទៅមើលស្បែកជើងរបស់តុក្កតាទាំង4យើងឃើញថាតុក្កតាទាំង4បានពាក់ស្បែកជើងដែលប្រឡាក់ដីដែលនេះតំណាងឲ្យភាពដាក់ខ្លួននិងការធ្វើបូជនីយចរដ៏វែងឆ្ងាយប៉ុន្តែប្រកបដោយភាពសប្បាយរីករាយក្រៅពី Luce Sky Faye និង Sin នេះយើងក៏មានតុក្កតាមួយចំនួនដែលជាតុក្កតាបង្ហាញអំពីឆ្នាំព្រះមហាករុណាធិគុណឆ្នាំ2025ដែរឧទាហរណ៍ដូចជាទេវទូតឈ្មោះ UB ទេវទូតឈ្មោះ UB នេះគឺតំណាងឲ្យបទពិសោធន៍របស់យើងនៅលើលោកីយ៍នេះរួមជាមួយនឹងវត្តមានរបស់ព្រះជាម្ចាស់ដែលតែងតែលើកទឹកចិត្តយើងនៅពេលដែលយើងពិបាកចិត្តនឹងនៅឯកាទេវទូតនេះក៏តំណាងឲ្យវត្តមានរបស់ព្រះជាម្ចាស់ដែលទ្រង់តែងតែធ្វើដំណើរជាមួយយើងម្នាក់ៗជារៀងរហូតហើយក៏តំណាងឲ្យទេវទូតថែរក្សាដែលធ្វើដំណើររួមជាមួយយើងពេញមួយជីវិតផងដែរនៅលើមួករបស់ទេវទូតមានសញ្ញាយុទ្ធការដែលសញ្ញាយុទ្ធការនេះគឺតំណាងឲ្យសេចក្តីសង្ឃឹមអត្ថន័យដូចគ្នានឹងសញ្ញាយុទ្ធការនៅក្នុងរូបសញ្ញាឬក៏ logo ប្រចាំឆ្នាំព្រះមហាករុណាធិគុណឆ្នាំ2025យើងមានតុក្កតាមួយទៀតគឺជារូបព្រាបឈ្មោះថាអូរ៉ានេះគឺតំណាងឲ្យព្រះវិញ្ញាណដ៏វិសុទ្ធដែលជាមិត្តរួមដំណើរជីវិតជាមួយយើងហើយប្រយុទ្ធនេះក៏ប្រៀបបានទៅនឹងភាពបរិសុទ្ធការស្វែងរកព្រះជាម្ចាស់សេរីភាពនិងអ្នកនាំសារនៃសន្តិភាពកូនឆ្កែសាំងទីណូនេះគឺតំណាងឲ្យកូនឆ្កែមួយដែលនៅជាប់ជាមួយនឹងសន្តៈរុក្ខឬក៏សន្តៈ Roach ដែលនេះគឺតំណាងឲ្យឧបការៈគុណដែលព្រះជាម្ចាស់ផ្គត់ផ្គង់ផ្ដល់ឲ្យទៅដល់សន្តៈរុក្ខនៅគ្រាដែលលោកត្រូវការបំផុតហើយកូនឆ្កែនេះដែរក៏តំណាងឲ្យភាពស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់និងតំណាងឲ្យមិត្តភាពក្រៅពីរូបភាពរបស់កូនក្មេងទាំង4ទេវទូតព្រាបជាមួយនឹងកូនឆ្កែនេះយើងក៏មានរូបនាងម៉ារីដែរដែលបង្ហាញអំពីព្រះនាងម៉ារីភ្ជាប់ជាមួយនឹងដំណើរជីវិតរបស់គ្រិស្តបរិស័ទម្នាក់ៗហើយទាំងអស់នេះគឺជារូបផ្សេងៗរបស់តុក្កតា mascot ប្រចាំឆ្នាំព្រះមហាករុណាធិគុណរងជាព្រមនៃជីវិតមិនសា